មាន10ឆ្នាំប្រមាណដងដែលបានមកបោះតង់ជុំគ្នាជាមួយនឹងកន្លែងដែលមានបរិយាកាសស្រស់ស្រាយបែបនេះធ្វើឲ្យញ៉ាំជុំគ្នាអង្គុយបែបរីឡែកបង្កើតអនុស្សាវរីយ៍ល្អអង្គុយមើលផ្កាយទេសភាពថ្ងៃលិចនិងថ្ងៃរះដ៏ស្រស់ស្អាតជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំបងប្អូនឲ្យមកស្គាល់អំពីទីតាំងបោះតង់មួយកន្លែងនៅលើភ្នំកលែនដែលមានបរិយាកាសស្រស់ស្រាយស្ងប់ស្ងាត់ជាពិសេសសម្រស់ទេសភាពនឹងគឺស្រស់ស្អាតខ្លាំងមែនទែនដែលទីតាំងមួយនេះគឺឈ្មោះថាទឹកធ្លាក់អន្លង់ជើងចាបសម្រាប់វីដេអូមួយនេះផងដែរខ្ញុំនឹងធ្វើជា2ភាគហើយភាគទី1នឹងប្រាប់ពីទេសភាពពេលល្ងាចទឹកធ្លាក់ចន្ទទី1និងកន្លែងបោះតង់ហើយសម្រាប់ភាគទី2នឹងប្រាប់អំពីទេសភាពពេលព្រឹកនិងទឹកធ្លាក់ដែលនៅចន្ទទី2តោះបងប្អូនបើចង់ដឹងថាទឹកធ្លាក់នៅអន្លង់ជើងចាបមានសម្រស់ទេសភាពស្រស់ស្អាតបែបណាកុំភ្លេចតាមដានវីដេអូមួយនេះពីដើមរហូតដល់ចប់សម្រាប់ផ្លូវធ្វើដំណើរហ្នឹងគឺយើងជិះចូលតាមផ្លូវវត្តព្រះក្រាលហើយចំពោះផ្លូវហ្នឹងគឺខ្ញុំថតបានត្រួសទេប្រសិនបើបងប្អូនចង់ដឹងទីតាំងកាន់តែច្បាស់ចាំខ្ញុំដាក់ location នៅក្នុង comment ខាងក្រោមពួកខ្ញុំទៅដល់ទីតាំងប្រហែលជាខ្ទង់ម៉ោង5ជាងដោយសារតែចេញពីសៀមរាបហ្នឹងគឺរៀងថ្ងៃដែរអញ្ចឹងណាបងប្អូនពេលមកដល់ទីតាំងបោះតង់ហ្នឹងគឺឃើញថាទេសភាពហ្នឹងគឺអេមែនទែនហើយពេលមកដល់ទីតាំងហ្នឹងគឺពួកយើងចាប់ផ្ដើមជួយរៀបកន្លែងគ្នាអ្នកខ្លះរៀបតង់អ្នកខ្លះធ្វើម្ហូបអ្នកខ្លះរកអស់ហើយសម្រាប់ថ្ងៃដែលខ្ញុំទៅថ្ងៃរៀបលិចគឺស្រស់ស្អាតខ្លាំងមែនទែនជាពិសេសហ្នឹងគឺបានមើលពីលើប្លង់ដ្រូននិយាយពីថាសម្រស់ទេសភាពស្អាតនោះស្អាតបងប្អូនហើយពេលយប់ចូលមកដល់ហ្នឹងឃើញថាស្អាតប្លែកម្យ៉ាងទៀតនៅពេលដែលយើងរៀបចំតង់សិតអាប់ភ្លើងបង្កាត់ភ្នក់ភ្លើងហុយដុតពោតដុតដំឡូងនិងអាំងសាច់និយាយទៅគឺអេមខ្លាំងមែនទែនបងប្អូនហើយតកតងនឹងមុខម្ហូបពេលយប់ដែលយើងធ្វើញ៉ាំហ្នឹងគឺមានដូចជាទាអាំងសាច់ជ្រូកចៀននិងសាច់ជ្រូកអាំងពេលបានមកលេងព្រៃបោះតង់ជួបជុំគ្នាជាមួយនឹងកន្លែងស្អាតបែបនេះមុខម្ហូបទំនងអញ្ចឹងខ្ញុំមិនភ្លេចញ៉ាំទេជាមួយនឹងកែនស្បឺកស្នូដោយសារតែកែនស្បឺកហ្នឹងគឺមានរសជាតិស្រាលស្រទន់ស្រួលលេបហើយពើកំប៉ុងនៅពេលដែលបានកាន់ហ្នឹងគឺក្មេងហ្មងនិយាយទៅគឺ cool like that នៅពេលដែលបានកាន់កំប៉ុងហ្នឹងហើយគឺ cool ហ្មងហើយនិយាយពីថាពេលបានមកព្រៃអញ្ចឹងបាយជាមួយអីក៏ឆ្ងាញ់ដែរបងប្អូនមួយវិញទៀតថ្ងៃដែលខ្ញុំទៅឃើញថាផ្កាយហ្នឹងគឺស្រស់ស្អាតខ្លាំងមែនទែននិយាយទៅអង្គុយឈិលជុំបងផងមើលផ្កាយផងអារម្មណ៍ពេលហ្នឹងគឺក្តីសោកហ្មងណាហើយសម្រាប់វីដេអូភាគមួយខ្ញុំគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូបន្តបាយបងប្អូន